នៅក្នុងរាត្រីនេះខ្ញុំចង់បញ្យល់បកស្រាយពីរឿងព្រះអាទិត្យដែលក្នុងមួយឆ្នាំរះចំកំពូលអង្គរ2 ដងគឺថ្ងៃទី23ខែមីនា និងថ្ងៃទី23ខែកញ្ញាថាហេតុអ្វីបានជាដូនតាយើងលោកសាងប្រាសាទអង្គរវត្តឲ្យត្រង់នៅចំកន្លងផែនដីកន្លងព្រះអាទិត្យនៅក្នុងថ្ងៃ23ហ្នឹងមីនានិង23កញ្ញាដែលធ្វើឲ្យភាពអច្ឆរិយៈនេះកើតមាននៅក្នុងប្រទេសខ្មែរយើងប្រាសាទអង្គរវត្តហ្នឹងនៅអេស៊ីបនៅម៉ាយ៉ាននិងពេរូដែលឆ្លុះក្នុងព្រះអាទិត្យមួយដួងនេះមីនាខែមីនាប្រែមកថាផ្កាយរូបត្រីយើងមើលរូបស្ត្រីក្នុងស្ត្រីយើងមើលមួយផ្លែតបើយើងមិនបានពិចារណាយើងមិនបានគិតពីប្រស្នាដូនតាយើងអត់យល់ថាហេតុអីបានជាស្ត្រីអច្ឆរានឹងទៅអង្គុយនៅក្នុងត្រីបើសិនជាត្រីលេបត្រូវបណ្ដោយខ្លួនតែនេះមិនមែនត្រីលេបទេគឺលោកទៅអង្គុយក្នុងត្រីលោកចង់ប្រាប់ថាពេលដែលលោកស្លាប់ទៅរឿងរបស់លោកស្លាប់ទៅលោកកើតទៅជាត្រីគឺត្រីដំរីគឺមរណៈមេដាហ្នឹងដែលមរណៈមេដាហ្នឹងកើតជារឿងមានឆ្មាទៅពំឆ្អឹងត្រីយកមកដាំកើតជាដើមត្រប់ពំឆ្អឹងឬត្រប់ហ្នឹងមកដាំកើតជាដើមរលួសមាសទៅម្ចាស់ស្ត្រីហ្នឹងអាចคล้ายទៅជាទេវតាបានន័យថាមរណៈមេដាហ្នឹងគឺម្ដាយដែលស្លាប់ហ្នឹងអាចคล้ายទៅជាទេវតាបានឥឡូវយើងមើលមកខែមីនាដែលព្រះអាទិត្យរះចំកំពូលអង្គរណានៅក្នុងថ្ងៃ23ខែមីនាហេតុអីបានជារះចំកាយត្រីកាយរូបត្រីហើយឥឡូវលោកឆ្លាក់កាយរូបត្រីហ្នឹងលេបស្ត្រីណាទី2ខែកញ្ញា23ខែកញ្ញាគឺកាយរូបស្រីដែរប៉ុន្តែស្រីក្រមុំណាមួយជាមនុស្សមួយជាត្រីស្ត្រីដូចគ្នាមួយសត្វត្រីក្នុងទឹកមួយសត្វត្រីគឺជាស្រីក្នុងខែកញ្ញា23កញ្ញាតែលោកបានបញ្យល់ទៀតថាចង់ដឹងពីអត្តកម្បាំងទស្សនាដែលព្រះអាទិត្យរះចំកំពូលអង្គរត្រង់ចំកំពូលអង្គរនិងលិចចំកំពូលអង្គរនេះយើងត្រូវសិក្សាពីរឿងមេដាទាំង12ព្រោះមេដាមហានគរលោកមានកូន2ដល់10នាក់ក្នុងបណ្ដាកូនទាំង12នាក់គឺត្រូវយក្សចាប់ឃុំហើយខ្វេះភ្នែកយកអស់23គ្រាប់ក្នុងម្ដាយម្នាក់មានភ្នែក2គ្រាប់អញ្ចឹងម្ដាយ12នាក់មានភ្នែក24គ្រាប់តែឥឡូវនេះភ្នែក24គ្រាប់ហ្នឹងនៅសល់តែ1គ្រាប់គឺនាងពៅចំណែកម្ដាយទាំង12ទៀតគឺត្រូវយក្សខ្វេះអស់ហើយងងឹតអស់ហើយមិនត្រឹមតែងងឹតទេនៅក្នុងរឿងលោកបានបញ្យល់ថាម្ដាយទាំង11ហ្នឹងបានបរិភោគសាច់កូនខ្លួនឯងដោយសេចក្តីសេកឃ្លានណាដូចជាប្រែតដូចជាបិសាចណាហែកកូនខ្លួនឯងបរិភោគចែកគ្នាហូបដោយសារសេចក្តីសេកឃ្លានដូច្នេះកូនទាំង11ដែលកើតចេញពីផ្ទៃរបស់មេដាងងឹតទាំង11នោះត្រូវបរិភោគកូនខ្លួនឯងអស់ហើយនៅសល់តែមេដាពៅណាដែលជាប់នៅក្នុងស្គរយក្សនៅក្នុងរឿងអាក្រក់គាត់ហ្នឹងជាប់នៅក្នុងស្គរយក្សមេដាពៅហ្នឹងនៅសល់ភ្នែកមួយចំហៀងហ្នឹងដែលអាចមើលឃើញកូនមិនបរិភោគកូនឥឡូវព្រះអាទិត្យមួយដួងហ្នឹងបានរះចំនៅក្នុងថ្ងៃ23មីនានិង23កញ្ញាដូច្នេះ23នេះបានន័យថា23ដែលងងឹតដែលភ្នែកម្ដាយ23គ្រាប់ហ្នឹងងងឹតទៅហើយនៅសល់មួយគ្រាប់ហ្នឹងមួយគ្រាប់ហ្នឹងគឺមួយដួងហ្នឹងក្នុងមួយឆ្នាំបានមករះបំភ្លឺ2ថ្ងៃណាគឺខែមីនានិងកញ្ញាមួយដួងដែលនៅសល់มันអាចបំភ្លឺភ្នែកបងប្អូនខ្លួនឯងទាំង11នោះភ្លឺបានទេព្រោះហេតុអីมันអាចបំភ្លឺបានព្រោះខ្លួនក៏ជាប់នៅក្នុងឃុំយក្សដូចគ្នាដូច្នេះអ្នកទោសมันអាចជួយអ្នកទោសបានទេព្រោះហេតុអីព្រោះខ្លួនជាអ្នកទោសដែរណាយក្សឃុំដែរយក្សលេបដែរណាអញ្ចឹងលោកសង្ឃឹមអីហើយយើងអាចសួរថាតើមេដាទាំង12លោកមាននាមអីខ្លះឈ្មោះ
ឈ្មោះហ្នឹងពនាមរបស់លោកតែមានឈ្មោះខ្លះយើងមិនអាចរាប់ឈ្មោះលោកអស់ទេណាបើសិនតែយើងរាប់ត្រួសបច្ចុប្បន្នយើងឃើញរាប់បានតែប្រមាណអ្នកទេណាដែលជាមេមត់ឬក៏ដូចជាទេវតាដែលថែរក្សានគរនេះដល់តាមថែរក្សានគរនេះឧទាហរណ៍ទី1លោកយាយម៉ៅណាមេដាម៉ៅទី2មេដាពេញទី3មេដាសាងណាទី4មេដាសម៉ែយ៉ាតណាយើងរាប់ទៅអត់គ្រប់12នាក់ទេអញ្ចឹងយើងរាប់តាមវងត្រកូលឪពុកនិងវងត្រកូលម្ដាយវិញណាវងត្រកូលម្ដាយមាន12ខែមានមកសេបោះមៀកពុកចែករហូតដល់កដឹកណាហ្នឹងឈ្មោះតាមវងម្ដាយដែលម្ដាយដាក់ឲ្យកូនបើវងតាមឪពុកដាក់ឲ្យកូនណាមានមករាកុម្ភៈរហូតដល់ធ្នូអញ្ចឹងនេះម្ដាយដាក់ឲ្យកូនបានមួយចំហៀងឪពុកដាក់ឲ្យកូនបានមួយចំហៀងភ្នែកហ្នឹងណារួមសរុបទៅគឺ24គ្រាប់ណាតាមវងរបស់សូរិយៈកតិហ្នឹងគឺសូរិយាវរ្ម័នហ្នឹង12និងសោមវងហ្នឹងគឺវងរបស់ព្រះច័ន្ទហ្នឹងគឺទឹកសដាច័ន្ទមេដាហ្នឹង12រួមសរុបទៅ24គ្រាប់24គ្រាប់នេះបានអសល់មួយគ្រាប់ហ្នឹងណាបំភ្លឺទី1គឺថ្ងៃ23មីនានិង23កញ្ញាតែលោកមិនសង្ឃឹមថ្ងៃ23មីនាអាចបំភ្លឺបានទេព្រោះហេតុអីព្រោះថ្ងៃ23មីនាមិនអាចជួយឧទ្ទិសបុណ្យដល់ព្រោះហេតុអីព្រោះមីនាគឺជាត្រីហើយរូបត្រីមិនមែនជាមនុស្សត្រីគឺជាសត្វដេរឆានដូច្នេះលោកមិនសង្ឃឹមបានទទួលផលបុណ្យពីកូនប្រុសស្រីទេអញ្ចឹងរះថ្ងៃ23មិនិនានេះគឺបានត្រឹមតែរះណាបង្ហាញភាពអច្ឆរិយៈនេះតែមិនអាចជួយដល់ពួកលោកបានទេតែនៅក្នុងទីងងឹតនោះអញ្ចឹងលោកសង្ឃឹមថ្ងៃទី23កញ្ញាព្រោះ23កញ្ញាគឺជានិមិត្តរូបតំណាងឲ្យស្ត្រីក្រមុំស្ត្រីដែលបរិសុទ្ធស្ត្រីដែលនៅលីវអញ្ចឹងលោកសង្ឃឹមកញ្ញាតើកញ្ញាត្រួតនឹងខែអីបើតាមនាមរបស់ម្ដាយគឺត្រួតនឹងខែភទ្របទខែភទ្របទនេះគឺចែកញែកជា2ណាមានផ្កាយ2ដួងភទ្របទគឺផ្កាយរមាសឈ្មោលនិងផ្កាយរមាសញីរមាសឈ្មោលមាន15ថ្ងៃពីមួយកើតខែភទ្របទទៅដល់15កើតខែភទ្របទពីមួយកើតខែភទ្របទទៅដល់15កើតខែភទ្របទនេះគឺมันមានពន្លឺទេបានន័យថាកូនខ្មែរมันមានពន្លឺទេដល់ពី1រោចខែភទ្របទទៅដល់15រោចគឺកូនខ្មែរបានចាប់ផ្ដើមមានពន្លឺតើមានពន្លឺយ៉ាងម៉េចព្រោះម្ដាយម្នាក់ស្មើនឹង1ខែណាឥឡូវនេះភ្នែកម្ដាយនៅសល់តែ1ចំហៀងអញ្ចឹង1ចំហៀងស្មើនឹង15ថ្ងៃអញ្ចឹងកូនខ្មែរភ្លឺបាន15ថ្ងៃពី1រោចខែភ្ជុំទៅដល់15រោច1រោចខែភទ្របទទៅដល់15រោចខែភទ្របទអញ្ចឹងក្នុងខែកញ្ញាហ្នឹងឆ្នាំហ្នឹងគឺជួននឹងជន់នឹងខែភទ្របទរមាសឈ្មោលមិនអាចភ្លឺបានទេទៅភ្លឺក្នុងរមាសញីដូច្នេះក្នុងវងម្ដាយក្នុង1ខែភ្លឺបានតែ15ថ្ងៃទេចំណែក23គ្រាប់ទៀតងងឹតហើយអញ្ចឹងកូនខ្មែរនឹកឃើញបិសាចប្រែតណាដែលក្នុងអបាយភូមិបានត្រឹមតែ15ថ្ងៃ23មិនិនាផ្កាយរូបត្រីมันអាចភ្លឺបានទេมันអាចយល់ដឹងมันអាចឧទ្ទិសបុណ្យជូនទៅដល់មេដាទាំង12ណាដែលជាអ្នកស្នងមរតកបន្តពីមេដាមហានកូននោះគឺมันអាចបំភ្លឺបានទេមានតែខែកញ្ញាគឺជានិមិត្តរូបស្ត្រីក្រមុំនេះផ្កាយរូបស្ត្រីក្រមុំនេះដែលអាចបំភ្លឺបានតែ15ថ្ងៃណាពីមួយកើតខែភទ្របទមកដល់15កើតគឺมันអាចបំភ្លឺបានព្រោះអីព្រោះមិនតាន់ដល់រដូវដែលយើងនឹកឃើញដល់ប្រែតតែពី100ខែភទ្របទផ្កាយរមាសញីនេះដែលនៅក្នុងរឿងប្រជាៅទឹកវងណាដែលអាចរមាសហ្នឹងអាចយកថ្នាំទឹកមកប្រោះថ្មឲ្យរស់មានជីវិតឡើងវិញណាដោយអំណាចត្រូវបណ្ដាសាអីសីមាត់ទឹកហ្នឹងគឺអាចប្រោះថ្មហ្នឹងឲ្យរស់ឡើងវិញបានដោយសារអំណាចនៃរមាសញីអាចភ្លឺបាន15ថ្ងៃពី100ខែភ្ជុំដល់15រោច
យើងពិចារណាទៀតថាចុះឥឡូវមានបៃតានៅសល់ភ្នែកមួយគូណាសូរិយវង្សហ្នឹងនៅសល់ភ្នែកមួយគូភ្នែកបៃតាហ្នឹងព្រោះថ្ងៃដែលរះចំនេះមិនមែនជាបញ្ញាទេគឺសូរិយាអញ្ចឹងចាត់ទុកដូចជាសូរិយាវរ្ម័នដូចជាភ្នែករបស់បៃតាណាភ្នែកមួយគូហ្នឹង23មីនានិង23កញ្ញាហេតុអីបានមិនអាចបំភ្លឺណាបំភ្លឺបាននៅអាចកំបាំងហ្នឹងតែរឿងនៅក្នុងប្រាង្គហ្នឹងថាដោយសារហេតុតែស្រមោលនៃយៈណាសន្ធិមានហ្នឹងស៊ីមានហ្នឹងគឺប្រែមកថាវាំងននឬក៏ស្រមោលវាំងននបានបាំងភ្នែកបៃតាហ្នឹងហើយបានបញ្ចូលមុនទៅក្នុងភ្នែកបៃតាហ្នឹងហើយធ្វើឲ្យបៃតាហ្នឹងងងឹតភ្នែកណាមើលឃើញនាងទាំង12ទៅជាយៈដោយសារអីដោយសារតែមានកម្មពៀជាមួយនឹងយៈនេះជាហេតុដែលភ្នែកបៃតាណាមួយឆ្នាំមាន2ដងហ្នឹងតែมันអាចបំភ្លឺបានដោយសារហេតុអីដោយសាររឿងមេតាហ្នឹងគាត់បានត្រូវមុនណាមុនអាគមយៈហើយណាហើយរឿងរបស់ពួកគាត់នេះយើងអាចដឹងគឺក្នុងសម័យអង្គរសម័យចេនឡាដែលកំណត់ហេតុជាតខ្វាន់ហ្នឹងលោកបានប្រាប់ថាបិសាចពស់ហ្នឹងតែងតែលួចចេញពីទីឃុំហ្នឹងមកជួបនឹងកូនណាហែកនាគចេញមកហ្នឹងនាគហ្នឹងគឺអច្ឆរមេតាហ្នឹងគឺនាគហ្នឹងគឺគាត់នឹងឯងជានិមិត្តរូបព្រះមេតានាគហ្នឹងនេះជារឿងរ៉ាវព្រះអាទិត្យមួយដួងណាបង្កើតភាពអច្ឆរិយៈហ្នឹងឆ្នាំ2មីនានិង23កញ្ញាហើយខ្ញុំបានបញ្យល់ណាដែលអាចភ្លឺបានតែនៅក្នុង15ថ្ងៃណាភ្នែកនៅសល់មួយចំហៀងហ្នឹងគឺ15ថ្ងៃហើយបើយើងពិចារណាទៅវងព្រះអាទិត្យណាมันមានរណូចមានខ្នើតទេគឺសូរិយាវរ្ម័នសូរិយវង្សហ្នឹងវងខាងបៃតាហ្នឹងគឺมันមានអនុតែវងខាងមេតាមានរណូចមានខ្នើតនឹងមេតាអភ័ព្វជាងបៃតាអភ័ព្វយ៉ាងម៉េចមេតាភ្លឺបានតែ15ថ្ងៃទេមួយរួចមួយកើតរហូតដល់15កើតដល់រណូចបានន័យថាចូលដល់រដូវងងឹតហើយអញ្ចឹងហេតុអីបានជាមេតាណាមានកុសលតិចជាងបៃតាបើយើងនិយាយពីអតីតកាលក៏ដូចជាបច្ចុប្បន្នស្ត្រីទាំងឡាយកម្រនឹងបានធ្វើជាកូននាគកម្រនឹងបានបួសរៀនណាសិក្សានៅព្រះធម៌សិក្សានៅបំពេញនៅសិលឲ្យខ្លួនឯងណាព្រោះហេតុអីមេដាររូបភាកច្រើនជាប់រវល់ក្នុងកិច្ចទី1ពោផ្ទៃទី2បែកបាច់ចិញ្ចឹមបុត្រថែរក្សាបុត្រណាធ្វើជាតាំងម៉ែហ្នឹងធ្វើជាស្គរតាំងម៉ែតាំងជាម៉ែគេហ្នឹងដូច្នេះពេលវេលារបស់មេដាហ្នឹងតិចតួចណាសម្រាប់បំពេញសេចក្តីល្អឲ្យខ្លួនឯងតម្រាំទៅដល់វ័យចាស់ណាវ័យចាស់វ័យដែលកូនចៅហ្នឹងណាមានគូសកលឲ្យអស់ហើយហ្នឹងទើបអាចទៅរក្សាសិលអាចទៅបំពេញសេចក្តីល្អហ្នឹងឲ្យខ្លួនឯងបានព្រោះអីមេដាហ្នឹងភ្លឺតិចជាងបៃតាភ្លឺបានច្រើនជាងព្រោះបៃតាបានបំពោះណាពីសម័យដើមបានបួសនាគណាក្រោយពីសឹកមកវិញក៏នៅបានបំពេញសេចក្តីល្អច្រើនជាងមេដាដូច្នេះសូរិយាណាมันមានខ្នើតមានរណូចទេតែព្រះច័ន្ទមានខ្នើតមានរណូចព្រះច័ន្ទគឺតំណាងឲ្យទិព្វសដាច័ន្ទគឺមេដានឹងហើយដូចនេះរឿងអាចកំបាំងព្រះអាទិត្យរះចំកំពូលគោថ្ងៃ23មីនានិង23កញ្ញានេះគឺជាប្រស្នាដែលលោកបានចរិកទុកនៅលើប្រាសាទរាប់ពាន់ជាពិសេសគឺប្រាសាទដែលជាក្បាលនាគនេះគឺប្រាសាទអង្គរតូចហ្នឹងជាក្បាលនាគណាអង្គរធំជាបេះដូងនាគកន្ទុយនាគគឺបន្ទាយសម្រែហ្នឹងដែលគេផ្គុំប្រាសាទហ្នឹងបានចេញជាផ្កាយនាគដែលសពថ្ងៃយើងនាំគ្នាណាហៅផ្កាយនាគថាជាផ្កាយកពើព្រោះហេតុអីព្រោះលោកដឹងថាសម័យខាងក្រោយគឺកូនខ្មែរនាំគ្នាជ្រងទង់ក្រពើគឺជ្រងទង់ការមិនដឹងគុណតាំងពីនៅរស់រហូតដល់ស្លាប់គេលើកទង់ក្រពើនឹងឲ្យហ្នឹងដែលយើងតាំងថាមិនហោះទេដោតទង់នឹងមួយឲ្យវាហោះទៅពេលស្លាប់ទៅហ្នឹងគេដោតនៅមុខផ្ទះហ្នឹងអញ្ចឹងដោយសារអីដោយសាររឿងរ៉ាវនេះវាបានដាច់ដានទៅហើយណាដាច់ដានពីរឿងអាចកំបាំងបិសាចពស់ហ្នឹងហើយអញ្ចឹងយើងអាចទៅរកដានបិសាចពស់ហ្នឹងគឺទៅបកប្រែកំណត់ហេតុដែលជាតខ្វាន់លោកបានកត់ត្រាកំណត់ហេតុសម័យអង្គរហ្នឹងដែលនិយាយពីរឿងបិសាចពស់តែបិសាចពស់បានស្លាប់ទៅហើយដូចជារឿងមរណមេដាអញ្ចឹងណាលោកស្លាប់ទៅហើយកើតជាត្រីដំរីអ្នកមានពៀនឹងលោកណាបានសម្លាប់លោកយក
ឆ្អឹងយករបស់ចោលហើយបានឆ្មាតូចហ្នឹងពំយកឆ្អឹងត្រីហ្នឹងយកមកដាំយកមកកប់ទៅសេបដោះជាដើមត្រប់តែវាមិនមែនជារឿងកប់ឆ្អឹងត្រីដោះដើមត្រប់ធម្មតាចាំដើមត្រូវទេយកត្រប់ទៅដាំតែនេះយកឆ្អឹងត្រីទៅកប់ណាឆ្អឹងត្រីហ្នឹងគឺឆ្អឹងសត្រីហ្នឹងទៅកប់បានដោះជាដើមត្រប់មិនទាន់បានផ្លែផ្កាផងទេណាជីកស្មៅត្រូវជីកទាំងរឹសគេមកជីករឹសត្រប់នឹងចោលទៀតតែដោយសារបនលោកមិនទាន់អស់ណាឆ្មាតូចហ្នឹងទៅពំយករឹសត្រប់ហ្នឹងមកដាំជាថ្មីបានកើតជាដើមរលុះមាសដែលដើមរលុះមាសនេះធ្វើឲ្យមានទេពតាថែរក្សាគឺលោកបានណាคล้ายទៅជាទេវតាវិញថ្ងៃនេះគឺជាថ្ងៃខួបណាថ្ងៃខួប5ឆ្នាំ7ខែដែលលោកបានទៅសោយសម្បត្តិទេវលោកហ្នឹងស្ត្រីដំរីហ្នឹងគឺមេដាមហានកោហ្នឹងព្រោះនឹកឃើញថាថ្ងៃនេះជាថ្ងៃខួបលោកអញ្ចឹងធ្វើវីដេអូហ្នឹងធ្វើคลิปហ្នឹងសម្រាប់បញ្យលណាបញ្យលហ្នឹងគឺបញ្យលមិនឲ្យនេះទេឲ្យកូនខ្មែរហ្នឹងចេះពិចារណាពីហេតុផលពីរឿងរ៉ាវពីឫសគល់ណាដូចជាដំរីក្បាល3អញ្ចឹងបើយើងមើលមួយផ្លែតមិនចាប់អារម្មណ៍មិនពិចារណាទេគឺមិនឆ្ងល់ទេតែយើងមើលគិតឲ្យពិចារណាបានយើងដឹងថាហេតុអីបានដំរីក្បាល6ហ្នឹង3ខាងឆ្វេង3ខាងស្ដាំហ្នឹងណានៅក្នុងពោះដំរីហ្នឹងហេតុអីបានជាមានរឿងរ៉ាវគួរឲ្យចម្លែកម្លេះណាមានយក្សចាប់ខំនេះណាមានអច្ឆរាមានមដំរីនៅក្នុងហ្នឹងណាដែលតាំងពីនៅខាងក្នុងលងហ្នឹងណាតាមចាប់ក្មេងតូចម្នាក់នេះក្មេងតូចម្នាក់តាំងពីខាងក្រោមមកតែឥឡូវក្មេងតូចខាងក្រោមហ្នឹងមុខគេដាប់អស់ហើយភាគច្រើនគេដាប់ចោលអស់ហើយយើងមើលតើតម្រៃនឹងស៊ីអីបានជានៅក្នុងពោះតម្រៃមានយក្សនេះលោកចង់ឲ្យយើងយល់ពីអត្តកម្បាំងត្រីសត្វត្រីដំរីហ្នឹងទីក្រុងយក្សសោធបុរៈហ្នឹងទីក្រុងដំរីហ្នឹងគឺនៅក្នុងពោះដំរីហ្នឹងវាមានអត្តកម្បាំងយក្សហ្នឹងអញ្ចឹងបានលោកទុកសុភាសិតនៅក្នុងចង្អេហ្នឹងណាចង្អេនៃខ្វាក់ចង្អេយក្សបង្ក្រាបយក្សហ្នឹងណាដំរីសាស្លាប់ណាយកចង្អេទៅបាំងមិនចិត្តទេតែអាចបាំងរូបរាងដំរីចិត្តតែបាំងក្លិនសាកសពដំរីមិនចិត្តទេទីបំផុតក្លិនសាកសពនឹងត្រូវភាយចេញនៅពេលណាមួយយើងនឹងដឹងក្លិនសាកសពនោះហើយតម្រៃក្បាល3នេះ3មួយចំហៀងតំណាងឲ្យឪពុក3មួយចំហៀងតំណាងឲ្យម្ដាយ3ណាព្រោះជនជាអ្នកខ្មែរមាន33តួធាតុម្ដាយធាតុទឹក12 1បូកនឹង2ស្មើនឹង3ឪពុកធាតុដី21 3បូក2បូកនឹង1ស្មើនឹង3ដូច្នេះតម្រៃនេះក្បាល6នេះ3ខាងឆ្វេង3ខាងស្ដាំនេះគឺស្មើនឹងជនជាអ្នកខ្មែរ33តួដែលមានកខាងដើមនិងអខាងចុងអញ្ចឹងបានលោកសរសេរពាក្យខ្មែរនឹងកដោយហេតុអីព្រោះលោកប្រាប់ថាបើកូនខ្មែរមិនស្គាល់កកុំសង្ឃឹមស្គាល់ជញ្ជាអ្នកអបើកូនខ្មែរស្គាល់ខដោយសពថ្ងៃគឺមិនអាចស្គាល់អទេអ្នកដែលស្គាល់អមិនមែនពូជនៀកទេអ្នកដែលស្គាល់អគឺយក្សដូច្នេះហើយទៅពេលគេរស់ស្គាល់លខោនភាសាក្តីគេរស់ស្គាល់ឆាយាមក្តីណាយក្សតែងតែស្រែកអហេតុអីបានយក្សស្រែកអណាព្រោះយក្សបានចាប់លេបនៀកបានទៅហើយនេះជារឿងព្រះអាទិត្យតាមពិតខ្ញុំបកស្រាយពីរឿងព្រះអាទិត្យព្រះចំកំពូលអង្គរប៉ុន្តែវាហៀមកដល់នេះព្រោះវារឿងវាតាក់ទងគ្នានេះរហូតទៅដល់អត្តកម្បាំងណាដែលសូកគ្រាសច័ន្ទគ្រាសណាស្ត្រីមានពោះធំគាត់តែងតែយកអកកំបោហ្នឹងយកទៅដកចង្កេះណាសម័យពីដើមព្រោះគាត់ខ្លាចកូនគាត់កើតមកត្រូវរាកន្លងគឺរាហូនឹងកន្លងតែយើងមានឆ្ងល់ទេថាតើយក្សហ្នឹងយក្សរាហូអសរិនដែលជាឧបរាជរបស់ពួកអសុរៈហ្នឹងដែលមានកម្ពស់ខ្លួនហ្នឹង48000យោជន៍ហើយក្នុងមួយយោជន៍មាន16គីឡូហើយមានកម្ពស់48000យោជន៍ហើយអីមកត្រូវខ្លាចតុំកំបោរហ្នឹងបើយើងមិនស្រាវជ្រាវយើងមិនពិចារណាមិនអាចដឹងអាចកំបាំងមលូពាន់ស្លាពាន់ទេព្រោះអីព្រោះអាចកំបាំងមលូស្លាកំបោរនេះវាមានរឿងត្រូវបណ្ដាសាយៈនេះខ្ញុំគ្រាន់តែបញ្យល់ត្រួសដើម្បីអីដើម្បីឲ្យកូនខ្មែរបានយល់ណាយល់ថាស្លៀកសម្ពុតគោមនេះណាស្លៀកសម្ពុតគោមនេះក្រងស្បៃព្រះមេត្តានេះតែមិនដឹងសាវតាខ្លួនឯងជាពូជផ្កាយនេះពូជនេះណាស្លៀកសម្ពុតសូត្រទឹកសេដាច័ន្ទព្រះម៉ែទឹកសេដាច័ន្ទណាដើរតួជាម្ចាស់ស្ត្រី
đại tu chia mà cha sạch tràแต่มันบานดังปีสาวดาเราบอกเม็ดดาเนี่ยนะใบดาเนี่ยโดยเฉพาะทั้งไงนี้ยมเป็นโยลยมเป็นโยลปีอัดกำบังทั้งไงเรียกจอมกับปูนโกทั้งไงมาเผยใบมีนี้นั่งมาเผยใบกัญญานี้เชี่ยประโยชน์สำหรับเอากงขมายบานดังปีปริศนาโดนตาดอกเมียนจุ่มรูนะได้ยืงมันดังถ่ายให้แต่ไว้บานเจียโลกทั่วประสาทนั่งเอาชโลนั่งเปรียบเทียบมาดูนั่งให้โลกดำไอ้กะเมตาโลกดำทาโกนขมายปลอดใสจ้องบ่มใบก็ได้เสียไรใบปากกานั่งนะโลกปราบทาเต้าศักษาปีเผียซากระดามนั่งนะได้เผียซากระดามนั่งโลกปราบทาเมียนบ่งกอบนกน้องเรื่องทนเจนะได้จันจอจันทนเจนั่นคือได้ซาเผียซานะไอเมืองเหมือเสียไรจากใบบานจวบนกน้องก็บังครูนไอนั่งนะโลกคอมรอมเลิกใดงาบาดใดอ่อยมือบาดใดโลกอ่อยมือบาดเชืองโลกนะแต่ยังใบเชี่ยมันบานนอมคนนี้มือบาดเชืองบาดใดมันบานนอมคนนี้ศึกษาปีเปียซากระดามนะเกาะดามนั่นคือลูกโยกเรื่องโลกนั่นตกก็ได้เกาะเกิดนั่นเกาะเกิดเรื่องนั่นเกาะเกิดตึกได้ตึกดามตกนอนเลือผุถมอแล้วถมอนั่นเรื่องคลายเดือดจีบผุเรื่องคลายเดือดจีบถมอผุนั่นจังโลกเอายังศึกษาปีเปียซากระดามนั่นนะเจ้าเปียซากระดามเติมอาดังปีอัดกับบังสาวดาครูนไอแต่แล้วนี้จันประโมอยู่ต่อหอยนะเปลี่ยนจันทนเจนั่นคือประโมต่อสระเกอหอยจังต่อยังแต่โยมาวิ่งนะแต่โยนั่นคือได้เด็กยมใจไปเรื่องอัดกับบังเมรณะเมตดานั่นไงยมอันเป็นโยนแล้วเป็นโยนหายไปเรื่องอัดกับบังเมรณะเมตดานั่นยังยิงจังดังปีอัดกับบังเพียซากระดานยังตัวแต่แต่โยกปีศาจกระดานนั่งปีบอลเต็มหมดวิ่งจังบานโลกปราบธาสมัยนะสมัยได้ในขวานังกาดล้างฉบังchỉ môiหนึ่งเยอะนะเพื่อได้ฉบังที่ไหนเยอะนะเติมอาเนี่ยยกตะกูตะแก้วกระบวนกลุ่มปีได้กี่ยกจงกรอยนั้นได้กี่เล็บโจนองปูเกนั้นนะยกเจนมาวิ่งบานเพื่อได้เจนมาวิ่งบานเติมไม้ชุบเรียก่อนลองชุบเกลียก่อนลองบามันดูชนะดีdương mình ai đằng thế pro ăn cầm băng ở những cái lip túc nông po cái ói nè chẳng trong người tây ní nhomเป็นโยลสำคัญคือจังเอาโยลปีประตัดมาดวงนะได้บังการเพียบอัจฉริยะตีมวยคือได้จอมปูนโบตรองจอมปูนเลยจอมกบโกดพี่เรียกจอมกบปูประสาทพีระมิดในอียิปต์นั่นแหละที่บังการสมอลครูนี่ในประเทศมายานมิสิโกรู้ไอ้ที่บ้วนนั่งจอมคลองที่เป็นชาติในเปรูนะบังการเพียบอัจฉริยะปัญหายังกบอาดังปีเก้ยังดังปีครูนไอซันแต่ให้ไอ้บ้านchỉ riêng chòm nè còn bùn có nè dừng còn mà đăng ký pro các bạn nè nè cài nè để trồng còi một phút cứ nấu nó cột mà dừng chân dừng chọn đăng ký ăn cầm bằng ấy dừng trâu sắc xa sao chiều nè vì mình làm tồn tại hay mình ai tầm mơ thò vô lấy trâu dốc một đọt chẳng ó để lục han chia chấm nát đó để lục tục bờ san han chia nóคือhan chia chấm nát nó vô một cung cái này chẳng đường preyจังประสาทโบราณประเพณีตำเนียมตำรอบเอาไว้ได้เมียนนกน้องมรดกชาติยารุไปนี่เรายกหมกกุ้มเครียดเติมอาบางอัดกำบังประสนามาเผยใบมีนี่นั่งมาเผยใบตุลานี่บานมาเผยใบกัญญานี่บานบามันโดยชนะตัวยืงเนื้อแต่เรียกจำกระปูนโกตรองจำปูนนั้นหนึ่งเล็กจำกระปูนโกเพราะเหตุไอ้เพราะยืงมันอาบางบางสมอลบางสมอลอัดกำบังนั่นตัวไอ้พวกขนมเนื้อมวยครูเนื้อมวยคือเมียนกระบาลแยะมวยเมียนกระบาลกรดมวยนะกระบาลแยะเมียนภายในปีบาลกรดเมียนภายในปีน่ะสองออมสองขาภายในมวยยืงนั่นในซอยมวยจุ่มเพียงในจีเมียดาเปิลเด็กยมบานเป็นโยนนั่นจังเรากิบังให้นั่งจังยังเมียนภายในน้ำเวอร์ครูไอ้นะครูเนื้อมวยให้ในเลือกับปูโกต่างมูลละแต่เมียนครูเนื้อประมาณเท่านะจังยังมือลูกโดนตานะลูกตุกศนาเอายังมือละ
មើលថាតើយើងសង្ឃឹមអីណាភ្នែកនៅសល់មួយចំហៀងណាត្រូវយៈបាំងទៅហើយហ្នឹងអញ្ចឹងលោកឲ្យមើលដំបូលប្រាសាទណាមើលហើយសប្ងៃយើងនៅជ្រកក្រោមដំបូលហ្នឹងលោកឲ្យយើងមើលថានៅលើខ្លួននាគមួយអញ្ចឹងខ្លួននាគរាប់លាននាគហ្នឹងខ្លួននាគរាប់លានដែលពាក់ព័ន្ធលើគ្នាបង្កើតបានជាដំបូលហ្នឹងសុទ្ធតែក្បាលយៈនិងក្បាលគ្រុឌក្បាលយៈមានភ្នែកពីរក្បាលគ្រុឌមានភ្នែកពីរនេះជាអាចកំបាំងលខោនពាក់ក្បាំងមុខគឺអាចកំបាំងលខោនខលហ្នឹងដែលកើតចេញពីហ្នឹងដែលលោកទុកប្រស្នានៅលើថ្មហ្នឹងហើយដូនតាលោកយកមកធ្វើជាលខោនពាក់នៅលើមុខអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានពន្យល់ពីអាចកំបាំងថ្ងៃរះចំកំពូលអង្គរនៅក្នុងរាត្រីនេះជាប្រយោជន៍មួយដើម្បីអីជាប្រយោជន៍មួយដើម្បីឲ្យកូនខ្មែរបានស្គាល់ពីដួងកាយនាគនេះឡើងវិញព្រោះបើមិនដូច្នេះទេកាយនាគនេះគឺมันអាចបញ្ចេញពន្លឺសារជាថ្មីបានទេបើកូនខ្មែរមិនបានសិក្សាស្រាវជ្រាវពីអាចកំបាំងកាយនាគហើយយើងមើលណាដែលលោកឆ្លាក់អញ្ចឹងសួរថាប្រយោជន៍អីនេះនៅបឹងផ្កាបឹងមេលាប៉ុន្តែសប្ងៃគេមិនហៅបឹងមេលាគេហៅបេងមេលាណាគឺបឹងផ្កាហ្នឹងគឺបឹងប្រកេតទៅមេលាហ្នឹងបឹងផ្កាគឺបឹងផ្កាពន្លឺដែលប្រកេតមេលាលោកបានប្រាប់ថាជាម្ចាស់នៃប្រាសាទអង្គរតូចដែលរះចំកំពូលអង្គរណាហើយយើងមើលតើម្នាក់ហ្នឹងដែលគាត់ខំចេញពីក្នុងមាត់យៈមកហ្នឹងណាខំលើកដៃណាចេញមកហើយលើកដៃបង្ហាញរំណាបង្ហាញពីអាចកំបាំងពូជ5ហ្នឹងណាពូជរបាំពូជ5ពូជបរមហ្នឹងដើម្បីអីដើម្បីឲ្យកូនខ្មែរបានដឹងថាសាវតាពូជខ្មែរគឺជាពូជ5ពូជរបាំនិងពូជផ្កាយណាបើយើងមិនសិក្សាទេយើងមិនស្រាវជ្រាវទេគឺយើងមិនអាចដកចេញពីសាសនាបានទេព្រោះហេតុអីព្រោះសពថ្ងៃបរទេសគេបកថាមកដកខ្មែរភាគច្រើនគឺជារបស់សាសនាតែបើយើងសិក្សាមើលយើងស្រាវជ្រាវមើលបានយើងដឹងថាតាមពិតបរទេសគេឆ្លាតណាគេយកតុងគេក្រោកក្បាលនាគចិត្តនេះរូបនៅវត្តភ្នំណានៅលើក្បាលនាឡិកាវត្តភ្នំគេយកតុងគេណាតុងជាតិគេណាក្រោកក្បាលចិត្តណាគេប្រាប់ថាអ្នកហ្នឹងស្លៀកខោបារាំងពាក់អាវបារាំងតែឆ្លួតក្បាលឥណ្ឌាណាហើយគេប្រាប់ថានេះយៈណាចេញមកលៀនបន្តិចនេះសើចបង្ហាញរឿងបង្ហាញគេថាគេក្រោកណាគេក្រោកក្បាលនាគចិត្តហើយមើលមកខាងអចរៈមេដាទាំង3មកមើលនាគចងកន្ទុយគ្នាណាចងកន្ទុយគ្នាជាប់ហើយគេឲ្យដេកទាំង3នាក់ណាអចរាទី1ដែលមានមហិទ្ធិឫទ្ធិអាចទ្រប្រាសាទទាំងមូលក៏ដេកលក់ទី2អាចទ្របច្ចេកដីវត្តភ្នំទាំងមូលក៏ដេកលក់ទី3ណាដែលយកបណ្ដាំសាហ្នឹងណាមកទ្រចុងក្រោយហ្នឹងក៏ដេកលក់អញ្ចឹងធ្វើម៉េចដើម្បីឲ្យពួកគាត់ភ្ញាក់តើតែនាំគ្នាដោះប្រស្នាដូនតាបើមិនដូច្នេះយើងមិនអាចណាមិនអាចចេញពីស្រមោលរាហ៊ូនឹងបានទេស្រមោលរាហ៊ូនឹងបានន័យថាវាំងននណាវាំងននដែលខ្ញុំបានបង្ហាញពីខាងដើមហើយវាំងននយៈហ្នឹងគឺយើងមិនអាចចេញបានទេបើយើងចេញមិនបានយើងមិនអាចដឹងអញ្ចឹងមិនថាយើងចង់ដឹងពីអាចកំបាំងដូនតាតលតែយើងគុំរឿងទាំងអដើម្បីបំបែកបើយើងមិនបំបែកទេមិនដោះប្រស្នាលោកទេយើងមិនអាចដឹងពីអាចកំបាំងរបស់ពួកគាត់ទេព្រោះអីព្រោះរឿងរបស់ពួកគាត់ជារឿងដែលតាក់ទងនឹងអច្ឆរិយភាពណាដូចរូបនេះអញ្ចឹងរូបនេះនៅក្នុងថែវណានិយាយពីសម័យណានេះនិយាយពីសម័យប៉ុលពតហ្នឹងឯងក្អែកខ្មៅណាមើលគាត់ប្រាប់ថាសំបីតែខ្លួនគាត់ជានាគហ្នឹងណាជានាគហ្នឹងក៏គាត់មិនមានកម្លាំងដែរព្រោះហេតុអីព្រោះសម័យនោះមិនមានសាសនាដល់មិនមានសាសនាតើមានអ្នកណាធ្វើបុណ្យឧទ្ទិសឲ្យពួកគាត់ណាពួកគាត់ទុនខ្លួនណាដូចជាក្រមាដែលគេព្យួរនៅលើស្នួរណាគាត់ប្រាប់ថាគាត់មិនមានបុណ្យទេអញ្ចឹងប្រែតនឹងរឹតតែវេទនាទៀតតើបានណាទៅបុណ្យគាត់បើពួកគាត់ជាប្រែតដែរណាពួកគាត់ដូចថាយើងរស់ក្នុងចំណន់ពលពតយើងអត់ឃ្លានដែរដូចជាប្រែតទាំងរស់ដែរហ្នឹងអញ្ចឹងមានពេលណាទៅឧទ្ទិសបុណ្យឲ្យជូនគាត់បាននេះជាអាចកំបាំងប្រស្នាដែលយើងត្រូវដកចេញពីសាសនាឲ្យបានបើមិនដូច្នោះទេយើងមិនអាចរកឫសកែវរបស់ដូនតាបានណាហើយឫសកែវទាំងអស់គឺប្រជុំចុះនៅក្នុងពាក្យសម្គាល់ជាតិហ្នឹងណាកឬក៏ខណា
បើស្គាល់ខគឺប្រែថាខេមរៈគឺជាភាសាមគធៈភាសាឥណ្ឌាបើស្គាល់កគឺស្គាល់កេម៉ែណាព្រោះយើងប្រសូតចេញពីមាតុភូមិហ្នឹងប្រសូតចេញពីទ្វាមាសម៉ែអញ្ចឹងត្រូវថាម៉ែហ្នឹងចែកគេឲ្យយើងគ្រប់គ្នាគឺជនជាតិកេម៉ែណាយើងបានគេពីម៉ែគ្រប់គ្នាទាំងបរោះទាំងស្ត្រីទាំងខ្ញុំដែរណាខ្ញុំក៏បានគេម៉ែដែរគឺបានមរតកអីគឺបានភាសាបានទំនៀមទម្លាប់ប្រពៃណីហើយជាពិសេសណាចុងក្រោយណាខ្ញុំកើតមកខ្ញុំកប់តងសុកនៅលើទឹកដីហ្នឹងហើយខ្ញុំក៏កប់សាកសពខ្ញុំនៅលើទឹកដីហ្នឹងវិញដែរនេះជាមរតករបស់មាតុភូមិហ្នឹងដែលបានបន្សល់ទុកនៅមរតកអច្ឆរិយៈណារបស់ពូជនេះអញ្ចឹងខ្ញុំគិតថាបើខ្ញុំមិនបកស្រាយពីអត្តកម្បាំងព្រះអាទិត្យរះចំកំពង់កក្នុងរាត្រីនេះខ្ញុំខ្លាចក្រែងខ្ញុំមិនមានឱកាសព្រោះយើងដឹងថាជីវិតណាសង្ខារធម៌ទាំងឡាយមិនទៀងមិនពិតមានកិរិយាកើតឡើងហើយនឹងវិនិច្ឆ័យទៅវិញជាធម្មតាអញ្ចឹងកុំឲ្យស្ដាយក្រោយខ្ញុំធ្វើឲ្យហើយណាក្រែកអត់ពីខ្ញុំទៅมันអាចមាននរណាដឹងពីប្រស្នាដូនតានេះអញ្ចឹងខ្ញុំបកស្រាយឲ្យទុកនៅក្នុងคลิปនេះគ្រាន់ជាកតិសម្រាប់កូននាគទាំងប្រុសស្រីពិចារណាជាពិសេសគឺស្ត្រីទាំងឡាយណាព្រោះនគរនេះគឺជានគរមេនគរម៉ែណានគរមេនគរម៉ែជាមាតុភូមិណាបើជាមាតុភូមិមេទាំងឡាយម៉ែទាំងឡាយអ្នកគួរពិចារណាណាហេតុតែធ្វើជាតាំងម៉ែណាត្រូវផ្អែមត្រូវល្វីងត្រូវស្វិតត្រូវកោឲ្យខ្លោចគឺអត់សិលណាដែលខ្ញុំបញ្យល់ពីដួងសូរិយៈកតិនិងច័ន្ទកតិមិញណាច័ន្ទកតិហ្នឹងក្នុងមួយខែភ្លឺបានតែ15ថ្ងៃទេ15ថ្ងៃទៀតគឺរនោចគឺរងឹតហើយអញ្ចឹងហើយក្នុងរាត្រីនេះដែលខ្ញុំខំព្យាយាមបញ្យល់ទោះបីជាបញ្យល់នេះมันបានក្បោះក្បាយឬក៏មានខុសឆ្គងត្រង់ណាចំណុចណាក៏សូមមេត្តាដែលបានចូលរួមសម្ដាប់ណាខន្តីអភ័យទោសនៅរាល់កំហុសឆ្គងទាំងឡាយដែលកើតដោយអចេតនាឬក៏ចេតនាព្រោះខ្ញុំដែលបានដឹងហើយណាបានដឹងពីអត្តកម្បាំងនេះហើយដឹងពីវាសនានេះហើយខ្ញុំចង់បញ្យល់ឲ្យកូនខ្មែរបានយល់តែមិនឲ្យជឿទេគឺឲ្យយកទៅគិតឲ្យពិចារណាព្រោះរឿងទាំងអស់នេះវាបានបាត់ដានទៅហើយដាច់ដានទៅហើយយើងមិនដឹងថាយោងទៅលើឯកសារអ្វីណាសពថ្ងៃបើអ្នកសកត្រៃបិដកយោងទៅលើគម្ពីរបិដកអ្នកសារពីព្រហ្មសាសនាយោងទៅលើគម្ពីរវេទចុះបើយើងសិក្សាពីបណ្ដាំដូនតាតើយើងយោងអ្វីយើងយកអ្វីយោងគឺយើងយោងប្រពៃណីទំនៀមទម្លាប់ជាពិសេសគឺអក្ខរសញ្ញាដែលលោកបានឆ្លាក់ទុកនៅលើភក់ថ្មហ្នឹងគឺយើងយោងអាហ្នឹងណាអ្នកអាចសួរខ្ញុំថាម៉េចក៏មិនទៅយោងឯកសារបារាំងបើខ្ញុំយោងឯកសារបារាំងដដែលអញ្ចឹងខ្ញុំធ្វើម៉េចរកឬកែដូនតាឃើញអញ្ចឹងខ្ញុំអត់យោងឯកសារបរទេសទេគឺខ្ញុំយោងនៅលើទំនៀមទម្លាប់ប្រពៃណីរូបចម្លាក់ទាំងអស់ដែលដូនតាបានបន្សល់ទុកគឺសម្រាប់បើកអាត់កំបាំងណាព្រះអាទិត្យរះចំកំពង់កោថ្ងៃទី23មីនាហ្នឹង23កញ្ញាតាហេតុអីបានលោកធ្វើប្រាសាទហ្នឹងឲ្យឆ្លុះនឹងព្រះអាទិត្យមួយដួនក្នុងភាពអច្ឆរិយៈក្នុង3ប្រទេសដែលខ្ញុំបានបញ្យល់ថារះចំកំពង់កោនៅខ្មែរយើងណាពីរ៉ាមីតនៅអេស៊ីបបង្កើតសម័យលោកអ្នកណាមីយ៉ានហ្នឹងចំកំពូលបន្ទាប់នៅប៉េរូនោះដែលធ្វើឲ្យអច្ឆរិយភាពហ្នឹងណាវាជាអរូបីហ្នឹងយើងគួរតែដឹងហើយយើងគួរតែយល់ហើយគួរតែនាំគ្នាសិក្សាស្រាវជ្រាវដើម្បីដកស្រមោលរាហូអរិនគឺវាំងននហ្នឹងសន្តិមាដែលជាវាំងននយៈហ្នឹងបើកពន្លឺផ្កាយនិសាជាថ្មីណាបើសិនជាយើងអាចនាំគ្នារួមគ្នាដើម្បីស្រាវជ្រាវបើកក្បាលនិផ្កាយនិដែលកំពុងតែរងចាំយើងឲ្យបើកគឺផ្កាយដែលកំពុងរះលើមេឃគឺផ្កាយនិដែលយើងនាំគ្នាហៅថាផ្កាយកពើហ្នឹងតាមពិតមិនមែនផ្កាយកពើទេគឺជាផ្កាយនិកពើមិនដែលទៅរះលើមេឃទេកពើរមិលគុណនោះសត្វរមិលគុណសត្វមិនដឹងគុណមិនដែលអាចទៅរះលើមេឃបានទេអ្នកដែលអាចទៅលើមេឃបានគឺមានបុគ្គលដែលដឹងគុណនិងតបគុណគឺកតញ្ញូនិងកតវិធីសត្វរមិលគុណមិនអាចទៅបដិសន្ធិក្នុងទេវលោកបានទេអ្នកដែលអាចបដិសន្ធិក្នុងទេវលោកបានណានៅឋានផ្កាយបាននោះគឺមានតែសត្វដែលដឹងគុណណាព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកម្ពូលនៃត្រៃកោដ្ឋគឺសច្ចៈខន្តីកតញ្ញូអញ្ចឹងក្នុងរាត្រីនេះខ្ញុំប្រកាសណាក៏សូមអភ័យទោសនិងសូមទោសទៅដល់ញាតិធម៌ទាំងអស់ដែលបានសម្ដាប់ក្នុងคลิปនេះណាទោះជាបីជាបកស្រាយនេះត្រូវក្តីមិនត្រូវក្តីវាគ្រាន់តែជាគន្លឹះមួយដើម្បីកោះកាយរករឹស
ដូនកែវតាកែវនឹងឡើងវិញណាបំភ្លឺដួងផ្កាយនេះណាកែវមโนហ្នឹងឲ្យភ្លឺឡើងវិញអញ្ចឹងសូមអធិស្ឋានហើយសូមជម្រាបលានិងសូមគោរពលាសូមអរគុណ